ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមករៀបរាប់អត្ថប្រយោជន៍ដើមពញើក្អែកដើមពញើក្អែកត្រូវបានប្រជាជនខ្មែរយើងទទួលស្គាល់និងប្រើប្រាស់ជាយូរណាស់មកហើយទាំងក្នុងផ្នែកឱសថបុរាណនិងជំនឿដោយសារពញើក្អែកជារុក្ខជាតិតែម៉ត់ពឹងផ្អែកលើដើមឈើផ្សេងទៀតអត្ថប្រយោជន៍និងគុណសម្បត្តិរបស់វាក៏អាស្រ័យទៅលើប្រភេទដើមឈើដែលវាតោងរស់នៅផងដែរ 1. អត្ថប្រយោជន៍ផ្នែកសុខភាពឱសថបុរាណតាមក្បួនឱសថបុរាណស្លឹកនិងដើមពញើក្អែកតែងតែត្រូវគេយកទៅហាលឲ្យស្ងួតរួចឆុងឬដាំទឹកហូបដោយមានអត្ថប្រយោជន៍ដូចជាសម្រួលសម្ពាធឈាមជួយកាត់បន្ថយឈាមឡើងខ្ពស់និងសម្រួលចរន្តឈាមរត់ក្នុងរាងកាយបំបាត់ការឈឺចាប់និងរលាកជួយបំបាត់ការឈឺចាប់តាមសន្លាក់ឆ្អឹងកនិងខ្នងពង្រឹងប្រព័ន្ធការពាររាងកាយជួយឲ្យរាងកាយមានកម្លាំងនិងប្រឆាំងនឹងជំងឺផ្សេងៗសម្រួលសរសៃប្រសាទជួយកាត់បន្ថយភាពតានតឹងធ្វើឲ្យគេងលក់ស្រួលនិងកាត់បន្ថយអាការៈឈឺក្បាលជួយដល់ការរំលាយអាហារជួយសម្រួលពោះវៀននិងបណ្ដេញជាតិពុលមួយចំនួនចេញពីរាងកាយកំណត់សម្គាល់តាមប្រភេទដើមមេពញើក្អែកដើមស្វាយឬដើមអំពិលភាគច្រើននិយមប្រើសម្រាប់ដាំទឹកហូបដើម្បីសម្រួលសរសៃនិងកាត់បន្ថយសម្ពាធឈាមពញើក្អែកដើមស្តៅឬដើមល្វីងគេជឿថាមានជាតិថ្នាំខាប់ជួយបញ្ចុះកម្ដៅនិងប្រឆាំងការរលាកបានល្អ 2. អត្ថប្រយោជន៍ផ្នែកជំនឿនិងផ្លូវងងឹតតាមប្រពៃណីនៅក្នុងជំនឿប្រពៃណីខ្មែរពញើក្អែកនៃដើមឈើមួយចំនួនជាពិសេសដើមឈើដែលកម្រមានពញើក្អែកតោងត្រូវបានចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិឬកែវមរកតធម្មជាតិរកស៊ីមានបានជឿថាគាកលាភស័ក្តិទាក់តែងអតិថិជននិងធ្វើឲ្យជំនួញជួញដូររីកចម្រើនជាពិសេសពញើក្អែកដើមរុក្ខជាតិដែលមានឈ្មោះសិរីមង្គលការពារភ័យអន្តរាយការពារពីអំពើអាបធ្មប់ព្រលឹងខ្មោចបិសាចនិងគ្រោះថ្នាក់ផ្សេងស្នេហ៍មុខរលីងជួយឲ្យមានការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួននិងចៅហ្វាយនាយការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ 1. កម្រិតជាតិពុលប្រភេទពញើក្អែកមួយចំនួនជាពិសេសបើដុះលើដើមឈើដែលមានជាតិពុលអាចបង្កឲ្យមានពុលរាគរួសចង្អោរឬប៉ះពាល់ដល់បេះដូងប្រសិនបើប្រើប្រាស់ខុសបច្ចេកទេសឬហូបច្រើនហួសប្រមាណ 2. ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានជំងឺប្រចាំកាយដូចជាជំងឺបេះដូងលើសឈាមឬស្ត្រីមានផ្ទៃពោះមិនគួរបរិភោគថ្នាំកែច្នៃពីពញើក្អែកដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យឬគ្រូឱសថបុរាណស្ទាត់ជំនាញឡើយ